គណៈខ្ញុំបាទសូមនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពដ៏ពងខ្ពស់ទាំងហើយសូមក្រាបថ្វាយបង្គំគុណចាស់គ្រប់ព្រះអង្គគង់នៅក្នុងប្រភ្នោះត្រង់នៅសម្ពុតការសាវកទាំងនឹងជាទីនឹករលឹកដល់ព្រះអរិយបុគ្គលទាំងឡាយទាំងសូមគោរពលោកមាញាតិញោមពុទ្ធបរិស័ទទាំងអស់នឹងដែលបានអញ្ជើញចូលរួមជាលំដាប់ហូរហែមកទាំងហើយនៅក្នុងថ្ងៃនេះជាថ្ងៃបិទវគ្គផងដែលយើងបានសិក្សាមករយៈកន្លងមកហើយដើម្បីនឹងត្រៀមនៅក្នុងការកាន់បិណ្ឌនៅក្នុងវេននេះទេណាក្នុងវេនដែលត្រូវកាន់បិណ្ឌហ្នឹងហើយនឹងសូមត្រេកអរអនុមោទនានៅបុណ្យកុសលរបស់គុណចាស់ញាតិញោមពុទ្ធបរិស័ទទាំងដែលបានសន្សំដែលបានបំពេញជារឿយធ្វើឲ្យចម្រើនទៅដោយការយល់ដឹងហើយមុននឹងយើងសម្រាប់វិសមកាលនឹងក៏សំខាន់តៃអភ័យទោសប្រគុណចាស់ញាតិញោមពុទ្ធបរិស័ទដែរទាំងពេញលោសំដែងធម៌ទៅវាប៉ះពាល់ទាស់ខុសក្នុងអធិស្រ័យអីនឹងក៏សូមអធិស្រ័យពេញលោវាមិនបានត្រឡប់មកវិញព្រោះជីវិតធ្វើមិនទៀងទាត់ណាវាមិនទៀងទាត់ទេទាំងព្រោះសេចក្តីស្លាប់នេះវាមិនមាននិមិត្តណាมันមានការប្រាប់ឲ្យដឹងទាំងមិនបានត្រៀមខ្លួនតែក៏អាចមកដល់ទាំងចឹងហើយបានកិច្ចឯណាដែលគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទត្រូវធ្វើគប្បីបំពេញកិច្ចនោះនឹងទាំងថ្ងៃទាំងយប់គ្រប់អរិយាបថទាំង4គប្បីមានការនឹករលឹករឿយឱកាសពេលវេលាណាសុទ្ធតែអាចដាក់ចុះនៅសាកសពបានទាំងអស់ចឹងទៅគឺយើងមិនធ្វេសប្រហែសមិនប្រមាទនៅក្នុងការបំពេញបុណ្យកុសលទាំងនឹងហើយគប្បីដឹងនៅគុណគឺសេចក្តីល្អគឺបុណ្យនេះដឹងនៅគុណគឺសទ្ធាគឺសេចក្តីជ្រះថ្លានៅក្នុងព្រះរតនត្រ័យទាំងចឹងទៅធ្វើឲ្យញាតិញោមពុទ្ធបរិស័ទនឹងចម្រើនទៅដោយសេចក្តីព្យាយាមកម្លាំងនៃសទ្ធាកម្លាំងនៃសិលនឹងឯងដែលធ្វើឲ្យគុណចាស់ញាតិញោមពុទ្ធបរិស័ទបានមកស្ដាប់សិក្សារៀនសូត្រព្រះធម៌ដ៏មានជំរឿទាំងហើយក៏សន្សំដោយការស្ងប់រងាប់នៅសេចក្តីក្រវល់ក្រវាយមានបញ្ញានឹងឯងជាទីពឹងជាគ្រឿងពិចារណាដើម្បីកម្ចាត់បងនៅសេចក្តីសោកនៅសេចក្តីសឹកសួលក្រៃលែងជាងយើងបានទ្រព្យសម្បត្តិក្នុងលោកទេណាការបានបញ្ញានឹងពិសេសណាស់នឹងពីព្រោះសេចក្តីកង្វល់តាមផ្លូវចិត្តនឹងគឺត្រូវកម្ចាត់ដោយបញ្ញានឹងឯងនឹងមិនអាចនឹងកម្ចាត់បានដោយទ្រព្យសម្បត្តិទេអាហ្នឹងជាគុណនៃសទ្ធាដែលធ្វើឲ្យគុណចាស់ញាតិញោមពុទ្ធបរិស័ទនឹងបានសិក្សាបានរៀនសូត្រនៅជំរឿនៃព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទាំងហើយសេចក្តីតទៅនេះខ្ញុំកណាខ្ញុំបាទនឹងអារតនីនៅព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងមហានិទានសូត្រពុទ្ធភានវេរៈពោលអំពីវិមោក្ខ8ទាំងពោលអំពីវិមោក្ខ8ដែលយើងធ្លាប់តែឮហើយយើងលំបាកយល់ខ្ញុំបានអានបានសិក្សាហើយត្រួតពិនិត្យមើលព្រះអត្តកថាទាំង
នឹងក៏បានកាន់យកសេចក្តីអាចយល់បានទៅអញ្ចឹងនៅក្នុងសេចក្តីហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះព្រះអនន្តទេព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនាលអនន្តវិមោក្ខនេះមាន8យ៉ាងវិមោក្ខទាំង8នោះតើដូចម្ដេចគឺបុគ្គលមានរូបឈានតែងឃើញរូបគឺកសិណទាំងឡាយមាននីលកសិណជាដើមនេះជាវិមោក្ខទី1ហ្នឹងយើងស្ដាប់ព្រះពុទ្ធដីកាអញ្ចឹងទៅពិបាកយល់ទេបាក់យល់នឹងប៉ុន្តែគ្រាន់តែគុណចាស់ស្ដាប់ខាងដើមសិនខ្ញុំកណាខ្ញុំបាទនឹងអធិប្បាយសេចក្តីតទៅនឹងបានយល់យ៉ាងពិតប្រាកដនឹងណាបុគ្គលមាននៅរូបឈានណាបុគ្គលមាននៅរូបឈានតែងឃើញរូបគឺកសិណទាំងឡាយមាននីលកសិណជាដើមនេះជាវិមោក្ខទី1ណាហើយ2បុគ្គលមិនមានសេចក្តីសម្គាល់ក្នុងរូបខាងក្នុងមានសក់ជាដើមរបស់ខ្លួនតែងឃើញរូបខាងក្រៅណាគឺកសិណមាននីលកសិណជាដើមនេះជាវិមោក្ខទី2នឹងគ្រាន់តែយើងស្ដាប់នឹងមិនដឹងថាចេញការយល់យ៉ាងម៉េចទេទៀតណាហើយទី3បុគ្គលមានចិត្តចុះសុបកាន់ឈានក្នុងវណ្ណៈកសិណដែលបរិសុទ្ធណាក្នុងវណ្ណៈកសិណដែលបរិសុទ្ធនៅក្នុងអត្តកថាលោកមិនបានដាក់វណ្ណៈកសិណដ៏បរិសុទ្ធទេលោកប្រើថាក្នុងកសិណដ៏បរិសុទ្ធតែក្នុងបៃដកដាក់វណ្ណៈកសិណដ៏បរិសុទ្ធក្នុងព្រះអត្តកថាដាក់កសិណដែលបរិសុទ្ធនេះជាវិមោក្ខទី3អញ្ចឹងយើងបាន2ណាទេណាតែយើងបាន3ណាបុគ្គលដែលកន្លងនៅរូបសញ្ញាដល់នៅសេចក្តីវិនិច្ឆ័យនៃបដិខសញ្ញាទាំងមិនបានធ្វើទុកក្នុងចិត្តនៅនេណត្តសញ្ញាដោយប្រការទាំងពួងហើយចូលកាន់អាកាសានញ្ចាយតនៈដោយធ្វើទុកក្នុងចិត្តថាអាកាសមិនមានទីបំផុតដូច្នេះនេះជាវិមោក្ខទី4បុគ្គលដែលកន្លងនៅអាកាសានញ្ចាយតនឈានដោយប្រការទាំងពួងហើយចូលទៅកាន់វិញ្ញាណញ្ចាយតនឈានដោយធ្វើទុកក្នុងចិត្តថាវិញ្ញាណមិនមានទីបំផុតដូច្នេះនេះជាវិមោក្ខទី5បុគ្គលដែលកន្លងនៅវិញ្ញាណញ្ចាយតនឈានដោយប្រការទាំងពួងហើយចូលទៅកាន់អកិញ្ចញ្ញាយតនឈានដោយធ្វើទុកក្នុងចិត្តថាអ្វីតិចតួចក៏មិនមានដូច្នេះនេះជាវិមោក្ខទី6បុគ្គលដែលកន្លងនៅអកិញ្ចញ្ញាយតនឈានដោយប្រការទាំងពួងហើយចូលទៅកាន់នេវសញ្ញានេសញ្ញាយតនឈាននេះជាវិមោក្ខទី7បុគ្គលដែលកន្លងនៅនេវសញ្ញានេសញ្ញាយតនឈានដោយប្រការទាំងពួងហើយចូលទៅកាន់សញ្ញាវេទយតនិរោធសេចក្តីរលត់នៃសញ្ញានិងវេទនានេះជាវិមោក្ខទី8មនាលអនន្តវិមោក្ខមាន8ប្រការនេះឯងមនាលអនន្តកាលណាបើភិក្ខុចូលកាន់វិមោក្ខទាំង8នេះជាអនុឡោមខ្លះបដិឡោមខ្លះទាំងអនុឡោមបដិឡោមខ្លះចូលបានចេញបានតាមសេចក្តីប្រាថ្នាក្នុងឱកាសណាតាមសេចក្តីប្រាថ្នានៅសមាបត្តិណាតាមសេចក្តីប្រាថ្នានៅកំណត់ប៉ុន្មានក៏រមែងធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្នចំពោះចេតោវិមុតតិនិងបញ្ញាវិមុតតិដែលមិនមានអាសវៈព្រោះអស់ទៅនៃអាសវៈទាំងឡាយហើយសម្រេចសម្រាននៅដោយអរិយាបថទាំង4មនាលអនន្តភិក្ខុនេះតថាគតហៅថាឧបតោភាគៈវិមុតតិបុគ្គលគឺបុគ្គលដែលរួចដោយចំណែកទាំងពីរមនាលអនន្តឧបតោភាគៈវិមុតតិ
តិដតីដែលលើសលប់ជាងឬថ្លៃថ្លាជាងឧបេតោភាគៈវិមុតនេះមិនមានឡើយលុះព្រះមានព្រះភិក្ខទ្រង់ត្រាស់ភាសិតនេះចប់ហើយព្រះអានន្ទមានអាយុក៏មានសេចក្តីពេញចិត្តត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភិក្ខជាម្ចាស់កណានេះគឺជាសេចក្តីនៃព្រះពុទ្ធដីកាចឹងខ្ញុំកណាពន្យល់នៅក្នុងឧបេតោភាគៈវិមុតជំរះសេចក្តីនឹងបន្តិចទៅដើម្បីចូលទៅកាន់យោនៃនៅក្នុងវិមោខៈ8នឹងទៀតដែលថាឧបតោភាគៈវិមុតបុគ្គលនេះមានន័យថាបុគ្គលរួចផុតដោយចំណែកទាំងពីរមានន័យថាបុគ្គលរួចអំពីរូបឈានរួចអំពីរូបាវចរៈឈានដោយអរូបាវចរៈឈានហើយបុគ្គលរួចអំពីអរូបធម៌ដោយនិព្វានណាអាហ្នឹងគឺឈ្មោះថាឧបតោភគវិមុតណារួចអំផុតពីអរូបដោយនិព្វានតែម្ដងមួយគឺរួចអំពីរូបាវចរៈឈានដោយអរូបហើយដល់ទៅពេលរួចអំពីអរូបអាហ្នឹងគឺដោយនិព្វានហ្នឹងហៅថាឧបតោភគវិមុតតិបុគ្គលវិមុតតបុគ្គលហើយអត់មានបុគ្គលណាប្រសើរជាងនឹងទៀតទេណាពីព្រោះបុគ្គលហ្នឹងសម្ផស្សដោយសមាបត្តិ8សម្ផស្សដោយវិមោកហ្នឹងឧបតោភគវិមុតតបុគ្គលហ្នឹងគឺជាបុគ្គលដែលបានសម្ផស្សដោយវិមោកទាំង8ហ្នឹងឯងទៀតណាប៉ុន្តែចំពោះបញ្ញាវិមុតតិបុគ្គលនោះមិនបានសម្ផស្សដោយវិមោកទាំង8ហ្នឹងទេជាអ្នកសម្លឹងនៅសង្ខារធម៌ដោយបញ្ញាសុទ្ធហើយអាសវៈពួកនោះក៏អស់ទៅក៏មានដែរអញ្ចឹងគឺវាទៅជាឧបតោភគៈវិមុតតបុគ្គលហើយនិងបញ្ញាវិមុតតបុគ្គលមាននៅក្នុងលោកអញ្ចឹងអាហ្នឹងខ្ញុំជំរះសេចក្តីហ្នឹងទៀតអញ្ចឹងនៅក្នុងសេចក្តីនេះណានឹងកាន់យកនៃរបស់ព្រះអត្តកថាដើម្បីជំរះនៃណានៅក្នុងវិមោកទាំង8ហ្នឹងឲ្យបានងាយណាដែលគុណចាស់ញាតិញោមពុទ្ធបរិស័ទបានស្ដាប់មកទៀតណាសំបីតែការដែលត្រូវចាំហ្នឹងមើលគុណចាស់ចាំឬអត់ណា8មិញហ្នឹងទៀតបានដល់អីខ្លះចឹងគឺចាំមើលគុណចាស់ស្ដាប់ម្ដងទៀតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងដែលសាមញ្ញពិបាកយល់តែវិមោក3ខាងដើមឯដែលត្រូវបញ្យល់ដល់ទៅពេលវិមោក5ខាងចុងហ្នឹងគឺងាយទេណាទី1ណាទី1ហ្នឹងគឺបុគ្គលមានរូបឈានតែងឃើញរូបគឺកសិណទាំងឡាយមាននីលកសិណជាដើមនេះជាវិមោកជាវិមោកទី1បុគ្គលមានរូបឈានតែងឃើញរូបគឺកសិណទាំងឡាយមាននីលកសិណជាដើមនីលកសិណហ្នឹងកសិណពណ៌ខៀវពណ៌នេះទេណានេះជាវិមោកទី1បុគ្គលមិនមានសេចក្តីសម្គាល់ក្នុងរូបខាងក្នុងមានសក់ជាដើមរបស់ខ្លួនតែងឃើញរូបខាងក្រៅគឺកសិណមាននីលកសិណជាដើមនេះជាវិមោកទី2បុគ្គលមានចិត្តចោះសុខកាន់ឈានក្នុងវណ្ណៈកសិណដែលបរិសុទ្ធនេះជាវិមោកទី3ណាអាហ្នឹងគឺបាន3ហើយវិមោកនឹងឯង3ខាងដើមនឹងឯងដែលសាមញ្ញពិបាកយល់ហើយដល់ទៅពេលវិមោកទី4មានន័យថាបុគ្គលណាគុណចាស់គ្រាន់តែស្ដាប់ទៅថាបុគ្គលដែលឈានកន្លងនៅរូបសញ្ញាណាដល់នៅសេចក្តីវិនិច្ឆ័យនៃបដិខៈសញ្ញាមិនធ្វើទុកក្នុងចិត្តណានៅនាណត្តសញ្ញាណាឈានកន្លងនៅរូបសញ្ញាហ្នឹងគឺមានន័យថាណាมันមានការសម្គាល់នៅក្នុងរូបហ្នឹងមួយណាទេណាមានន័យថាมันមានការសម្គាល់នៅក្នុងរូបហើយដល់នៅសេចក្តីវិនិច្ឆ័យនៃបដិខៈសញ្ញានេះគឺมันកាន់យកនៅរូបសម្លេងក្លិនរសផោតពៈជាអារម្មណ៍នឹងហៅថាបដិខៈសញ្ញាហើយមិនធ្វើទុកក្នុងចិត្តនៅនាណត្តសញ្ញានាណត្តសញ្ញាហ្នឹងគឺសញ្ញាផ្សេងដតីអំពីបដិខៈសញ្ញាមានភ្នែកទៅជាចំអណ្ដាតកាយហ្នឹងមានន័យថាកាមាវចរៈចិត្តទាំងអស់អាហ្នឹងគឺជានាណត្តសញ្ញាមានន័យថាលោកកន្លងនៅកាមាវចរៈធម៌ទាំងអស់រួចហើយណាចូលកាន់នៅអាកាសានញ្ចាយតនៈហ្នឹង
ចូលកាន់នៅអាកាសានញ្ចាយតនៈធ្វើបរិកម្មថាអាកាសមិនមានទីបំផុតដោយបានអំពីការបើកកសិនអាហ្នឹងគឺឈ្មោះថាជាវិមោគទី4បុគ្គលណាបានឈានកន្លងនៅអាកាសានញ្ចាយតនៈហើយក៏ចូលកាន់នៅវិញ្ញាណញ្ចាយតនៈហ្នឹងគឺជាវិមោគទី5បុគ្គលឈានកន្លងនៅវិញ្ញាណញ្ចាយតនៈចូលកាន់នៅអកិញ្ចញ្ញាយតនៈនឹងគឺជាវិមោគទី6បុគ្គលឈានកន្លងនៅវិញ្ញាណញ្ចាយតនៈចូលកាន់នេវសញ្ញានាសញ្ញាយតនៈនឹងជាវិមោគទី7បុគ្គលឈានកន្លងនៅនេវសញ្ញានាសញ្ញាយតនៈចូលកាន់សញ្ញាវេទយតនិរោធនេះសម្រាប់ព្រះអនាគាមិបុគ្គលហើយនឹងព្រះអរហន្តនឹងគឺជាវិមោគទី8អញ្ចឹងដែលត្រូវកម្មយោនៃដែលត្រូវពន្យល់គឺតកតងជាមួយវិមោគ3ខាងដើមទៀតនេះដោយវិមោគទី1ហ្នឹងគឺព្រះអង្គសម្ដែងថាបុគ្គលមាននៅរូបឈានតែងឃើញរូបគឺកសិនទាំងឡាយមាននីលកសិនជាដើមនេះជាវិមោគទី1អញ្ចឹងនៅក្នុងវិមោគទី1នេះឯងព្រះអត្ថកថាគឺបានពន្យល់ថានៅក្នុងវិមោគហ្នឹងទៀតណាព្រះអត្ថកថាហ្នឹងគឺបានពន្យល់ពាក្យថាវិមោគដែលឈ្មោះថាវិមោគដោយអត្ថាដូចម្ដេចឆ្លើយថាដោយអត្ថារួចផុតសួរថាវិមោគមានអត្ថារួចផុតដូចម្ដេចឆ្លើយថាមានអត្ថារួចផុតចាកធัวដែលជាសត្រូវនឹងរួចផុតដោយល្អដោយអំណាចសេចក្តីរីករាយក្នុងអារម្មណ៍លោកអធិប្បាយថាវិមោករមែងប្រព្រឹត្តទៅក្នុងអារម្មណ៍ព្រោះផុតនៅសេចក្តីសង្ស័យដោយការមិនប្រកាន់មាំហ្នឹងគឺលោកពន្យល់ពីពាក្យវិមោគទេណាផុតនៅសេចក្តីសង្ស័យដោយការមិនប្រកាន់មាំឈ្មោះថាជាការប្រព្រឹត្តទៅដោយការរីករាយក្នុងអារម្មណ៍អញ្ចឹងព្រះអត្ថកថាពន្យល់ពាក្យនេះពាក្យដែលថាបុគ្គលមាននៅរូបឈានតែងឃើញរូបគឺកសិនទាំងឡាយមាននីលកសិនជាដើមជាវិមោគទី1នេះព្រះអត្ថកថាក៏បានយល់ថាក្នុងបទថារូបិរូបានិបស្សតិនេះមានសេចក្តីថារូបជារូបឈានដែលធ្វើឲ្យកើតឡើងដោយអំណាចនីលកសិនជាដើមក្នុងសក់ជាដើមក្នុងខាងក្នុងឈ្មោះថារូបិព្រោះមានរូបឈានដោយបទនេះលោកសម្ដែងរូបាវចរៈឈាន4ដល់បុគ្គលអ្នកធ្វើឈានឲ្យកើតឡើងក្នុងកសិនទាំងឡាយដែលមានវត្ថុក្នុងខាងក្នុងនឹងព្រះអត្តកថាពន្យល់នៅក្នុងវិមោគទី1អញ្ចឹងគឺនៅក្នុងសេចក្តីនេះមានន័យថាយោគាវចរដែលលោកជាអ្នកចម្រើនឈានលោកមិនបានកាន់យកអារម្មណ៍ខាងក្រៅទេមានន័យថាលោកធ្វើឲ្យឈាននឹងកើតឡើងមានបឋមឈានទុតិយឈានចតុតតយឈានហើយនិងចតុតឈានធ្វើនៅរូបឈាន4នឹងឲ្យកើតឡើងនឹងដោយសារការកាន់យកនៅកសិនខាងក្នុងមានវត្ថុខាងក្នុងគឺមានសក់ពណ៌របស់សក់ជាដើមអញ្ចឹងមានន័យថាឈានរបស់បុគ្គលដែលសម្រេចនៅវិមោគទី1នឹងឯងគឺជាការសម្រេចនៅរូបឈាន4បឋមឈានទុតិយឈានតតយឈានចតុតឈានការសម្រេចនៅឈានទាំង4នេះដោយការធ្វើវត្ថុខាងក្នុងនឹងឲ្យជាអារម្មណ៍មាននីលកសិនពណ៌ខ្មៅពណ៌របស់សក់ពណ៌របស់ស្បែកជាដើមអញ្ចឹងទៅរួចហើយលោកសម្រេចបាននៅរូបឈាន4អញ្ចឹងមានន័យថាអារម្មណ៍របស់វិមោគទី1ហ្នឹងគឺមិនបានយករូបសម្លេងក្លិនរសផោតពៈខាងក្រៅទេប៉ុន្តែគ្នាគឺយកអារម្មណ៍ដែលជារូបខាងក្នុងឯណែដោយពណ៌ដោយវណ្ណៈពណ៌របស់សក់រោមកញ្ចក់ធ្មេញស្អែកហ្នឹងដោយពណ៌នៃរូបខាងក្នុងនឹងឯងរួចហើយធ្វើឈានឲ្យកើតឡើងមានន័យថាយកកសិនហ្នឹងគឺតកតងជាមួយនឹងវត្ថុខាងក្នុងតកតងជាមួយនឹងអាការៈ32ដែលសម្រេចទៅជាវត្ថុខាងក្នុងទៀតណាមានពណ៌ដែលអាស្រ័យនឹងវត្ថុខាងក្នុងនឹងហើយកាន់យកពណ៌នឹងហើយញ៉ាំង
រូបឈាន4នឹងឲ្យកើតឡើងបឋមឈានទុតិយឈានចតុតឈានតតយឈាននិងចតុតឈានដោយចតុកណីណាអញ្ចឹងទៅគឺឈ្មោះថាបុគ្គលនឹងឯងគឺបានរួចផុតដោយអំណាចនៃវិមោក្ខទី1អាហ្នឹងគឺនៅក្នុងនៃវិមោក្ខទី1មានន័យថាការសម្រេចនៅរូបឈានទាំង4នេះឯងដោយសារមានអារម្មណ៍ដែលមានវត្ថុខាងក្នុងហ្នឹងគឺជាអារម្មណ៍កាន់យកពណ៌នៃវត្ថុខាងក្នុងមានសក់ជាដើមហ្នឹងណាឬក៏ថាអាសុភាពពណ៌ដតីអាស្រ័យនឹងរូបកាយរបស់ខ្លួនឯងហ្នឹងអាហ្នឹងបើយើងនិយាយអញ្ចឹងទេណាអត់មានកាន់យករូបសម្លេងក្លិនរសដែលជាកសិនខាងក្រៅទេគឺយករូបកាយដែលជាពណ៌សម្បុរវណ្ណៈរូបអាស្រ័យនឹងបញ្ញខណ្ឌរបស់ខ្លួនឯងហ្នឹងហើយធ្វើរូបឈានឲ្យកើតឡើងហ្នឹងឈ្មោះថាវិមោក្ខទី1ចឹងគុណចាស់យល់ទេណានឹងដើម្បីឲ្យបានយល់ឲ្យច្បាស់មានន័យថាអត់យកអារម្មណ៍ខាងក្រៅទេមានន័យថាអារម្មណ៍តាក់ទងនឹងខណ្ឌរបស់ខ្លួនឯងណាមានពណ៌សក់ជាដើមនឹងលោកបានបញ្ជាក់ទេណាពណ៌សក់ជាដើមហ្នឹងគឺជាវិមោក្ខទី1ហើយនៅក្នុងវិមោក្ខទី2នឹងបទថាអច្ឆតតាំងអរូបសញ្ញ័យគឺមិនមានការសម្គាល់ក្នុងរូបខាងក្នុងម្ដងនេះមានន័យថាកុលបុត្រដែលជាអ្នកចម្រើនឈាននឹងមិនបានកាន់យករូបខាងក្នុងនឹងទេហៅថាអច្ឆតតាំងអរូបសញ្ញ័យគឺមិនសម្គាល់នៅក្នុងរូបខាងក្នុងមានសេចក្តីថាមិនធ្វើរូបាវចរៈឈានឲ្យកើតឡើងក្នុងអាការៈ32មានសក់ជាដើមរបស់ខ្លួនទេម្ដងនេះគឺអត់កាន់យកអាការៈរបស់ខ្លួនឯងខាងក្នុងដែលជាបញ្ញខណ្ឌរបស់ខ្លួនឯងទេណាអាទី1គឺកាន់យកអាការៈខាងក្នុងមានពណ៌សក់ជាដើមដែលជាបញ្ញខណ្ឌរបស់ខ្លួនឯងហើយញ៉ាំងរូបឈានទាំង4ឲ្យកើតឡើងនឹងជាវិមោក្ខទី1ណាហើយទី2គឺមិនបានកាន់យកពណ៌វណ្ណៈកសិនណាដែលអាស្រ័យនឹងអាការៈ32មានសក់ជាដើមរបស់ខ្លួនទេណាតែលោកណាកាន់យកណានៅកសិនខាងក្រៅដោយចក្ខុណាបរិកម្មណាបរិកម្មទៅរហូតណាបានសម្រេចនៅអរូបឈាន4ឲ្យកើតឡើងជាខាងក្រៅអញ្ចឹងមានន័យថាអរូបឈានរបស់វិមោក្ខទី2ហ្នឹងគឺមិនបានកាន់យកពណ៌ដែលអាស្រ័យនឹងអាការៈរូបកាយខាងក្នុងនេះទេរូបឈាន4របស់វិមោក្ខទី2នឹងឯងគឺកាន់យកពណ៌ខាងក្រៅណាកាន់យកកសិនខាងក្រៅមាននីលក្ខសិនជាដើមណារួចហើយក៏ធ្វើនៅរូបឈាននឹងឲ្យកើតឡើងណាមានបឋមឈានទុតិយឈានតតិយឈានចតុតឈាននឹងឲ្យកើតឡើងនឹងគឺជាវិមោក្ខទី2ណាអញ្ចឹងគុណចាស់ចាប់សេចក្តីបានណាទី1រូបឈានកើតឡើងដោយសារការកាន់យកពណ៌របស់សកសម្ភារៈខាងក្នុងណាមានពណ៌សក់ជាដើមទៅធ្វើរូបឈានហ្នឹងឲ្យកើតឡើងទាំង4អញ្ចឹងណាកូនចាស់ណាបឋមឈានទុតិយឈានតតិយឈានហើយនឹងចតុតឈានអាហ្នឹងវិមោក្ខទី1ហើយវិមោក្ខទី2គឺលះអាវណ្ណៈកសិនមានពណ៌សក់ជាដើមហ្នឹងអត់កាន់យកទេប៉ុន្តែកាន់យកពណ៌កសិនខាងក្រៅណាពណ៌កសិនខាងក្រៅអញ្ចឹងទេណាហើយក៏សម្រេចនៅឈាន4អាហ្នឹងគឺជាវិមោក្ខទី2ដល់ទៅពេលវិមោក្ខទី3លោកសម្ដែងឈាននៅក្នុងវណ្ណៈកសិនជាដើមដែលបរិសុទ្ធល្អហើយអាហ្នឹងនៅក្នុងសេចក្តីអធិប្បាយនៃវិមោក្ខទី3ណាទេណាគុណចាស់ស្ដាប់អត្តកថាខ្ញុំកណានឹងពន្យល់សេចក្តីតាមហ្នឹងណាលោកសម្ដែងឈានក្នុងវណ្ណៈកសិនមានពណ៌ខៀវជាដើមដែលបរិសុទ្ធល្អហើយដោយបទនេះថាសុភន្ទេវៈអធិមុតតោហោតិដូច្នេះក្នុងបទនោះមិនមានការចងចិត្តទុកថាស្អាតនៅក្នុងអបណាក្នុងខាងក្នុងក៏ពិតសូម្បីដូច្នោះព្រោះអ្នកដែលធ្វើកសិនថាស្អាតបរិសុទ្ធល្អមានប្រកបរមែងដល់នៅភាពជាអ្នកគួរពោលបានថាអ្នកនេះបង្អោនចិត្តជឿថាវណ្ណៈកសិនជារបស់ស្អាតដូច្នេះលោកទៅសម្ដែងដូច្នេះអានេះគឺសេចក្តីពន្យល់បន្តិចគឺបញ្ជាក់ថា
មានន័យថាអាការធ្វើទុកក្នុងចិត្តដោយវណ្ណៈកសិនថាជារបស់ល្អស្អាតគឺថាយោគិវចរអ្នកចម្រើនឈានហ្នឹងគឺមានការធ្វើទុកក្នុងចិត្តថាវណ្ណៈកសិនហ្នឹងគឺជារបស់ល្អស្អាតហើយក៏ប្រព្រឹត្តទៅបរិកម្មដើម្បីចម្រើនឈានអាហ្នឹងនៅក្នុងន័យដែលលោកពន្យល់ក្នុងពុទ្ធដីកានៅក្នុងទីនេះតែក្នុងបដិសម្បទាមគ្គលោកពោលថាវិមោកក្នុងបទថាអ្នកដែលបង្អោនចិត្តជឿថាកសិនល្អស្អាតដូចម្ដេចឃើញទេលោកថាដែលធ្វើទុកក្នុងកសិនដ៏បរិសុទ្ធហ្នឹងតើការធ្វើទុកក្នុងកសិនហ្នឹងគឺល្អស្អាតយ៉ាងម៉េចកសិនដើម្បីបរិកម្មឲ្យណារូបឈានកើតឡើងទាំង4ហ្នឹងហើយបានលោកបញ្ជាក់ថាភិក្ខុក្នុងធម្មវិន័យនេះមានចិត្តសហកតៈដោយមេត្តាផ្សាយទៅកាន់ទិសមួយណាព្រោះជាអ្នកចម្រើនមេត្តាដល់សត្វទាំងឡាយណាទៅមិនជាអ្នកខ្ពើមមានចិត្តសហកតៈដោយករណាមុទិតាឧបេក្ខាផ្សាយទៅកាន់ទិសមួយព្រោះជាអ្នកចម្រើនឧបេក្ខាដល់សត្វទាំងឡាយទៅជាអ្នកមិនស្អប់ខ្ពើមណានៅសត្វទាំងឡាយហ្នឹងវិមោកក្នុងបទថាជាអ្នកបង្អោនចិត្តជឿថាកសិនជារបស់ស្អាតគឺយ៉ាងនេះឯងអញ្ចឹងនៅក្នុងសេចក្តីនេះអត្ថកថាពន្យល់អញ្ចឹងនៅក្នុងវិមោកទី3ហ្នឹងអញ្ចឹងនៅក្នុងវិមោកទី3នេះណាទៅតាមនៃបដិសម្បទាមគ្គហើយព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់ត្រាស់សម្ដែងចាំមើលស្ដាប់ព្រះពុទ្ធដីកាណាបុគ្គលមានចិត្តចោះសុបកាន់ឈានក្នុងវណ្ណៈកសិនដែលបរិសុទ្ធនេះជាវិមោកទី3អាហ្នឹងដែលយើងពិបាកយល់ហ្នឹងអញ្ចឹងទៅក្នុងន័យនេះអត្ថកថាបានពន្យល់ថាណាបុគ្គលជាអ្នកមានចិត្តសហកតៈដោយមេត្តាដោយករណាដោយមុទិតាដោយឧបេក្ខាដោយសារបុគ្គលដែលមានចិត្តមេត្តានឹងឯងផ្សព្វផ្សាយទៅមានចិត្តករណានឹងផ្សព្វផ្សាយទៅណាមានចិត្តមុទិតានឹងផ្សព្វផ្សាយទៅមានចិត្តឧបេក្ខានឹងឯងផ្សព្វផ្សាយទៅកាន់គ្រប់ទិសទាំងអស់ណាទៅកសិនដែលជាអារម្មណ៍នៃការបរិកម្មដើម្បីឲ្យកើតរូបឈាននឹងឯងសត្វលោកទាំងអស់មិនគួរជាទីស្អប់ខ្ពើមទេដូច្នោះកសិននោះឯងទៅជារបស់ថ្លៃថ្លាទៅជារបស់បរិសុទ្ធសម្រាប់កុលបុត្រអ្នកចម្រើនមេត្តាហ្នឹងអញ្ចឹងមានន័យថាវាអត់មានអារម្មណ៍ណាមួយជាទីស្អប់ខ្ពើមរបស់លោកអ្នកដែលមានមេត្តាអាហ្នឹងគឺជាវិមោកទី3កន្លែងហ្នឹងដែលយើងពិបាកយល់ក្នុងពុទ្ធដីកាអញ្ចឹងបានឃើញថាគុណរបស់ព្រះអត្តកថាហ្នឹងក្រៃលែងមែនទែនហើយតែ3ហ្នឹងទេដែលយើងពិបាកយល់ទៀតណាអញ្ចឹងខ្ញុំកណាត្រឡប់បញ្ជាក់ឡើងវិញដើម្បីឲ្យគុណចាស់បានចេះវិមោក8ហ្នឹងឲ្យស្អាតឲ្យស្រឡះនៅពេលហ្នឹងតែម្ដងវិមោកទី1មានន័យថានៅក្នុងពុទ្ធដីកាព្រះអង្គសម្ដែងថាបុគ្គលមានរូបឈានតែងឃើញរូបគឺកសិនទាំងឡាយមាននីលកសិនជាដើមនេះជាវិមោកទី1អញ្ចឹងមានន័យថាបុគ្គលមានរូបឈានតែងឃើញរូបនៅក្នុងន័យហ្នឹងណាមានន័យថាបុគ្គលបរិកម្មនៅកសិនដែលអាស្រ័យនឹងខណ្ឌរបស់ខ្លួនឯងមានពណ៌សក់ជាដើមហើយញ៉ាំងរូបឈាន4ឲ្យសម្រេចឡើងនឹងឈ្មោះថាវិមោកទី1ប៉ុណ្្នឹងឯងដែលយើងត្រូវយល់ឲ្យបានមកហើយវិមោកទី2បុគ្គលញ៉ាំងរូបឈានណាឲ្យកើតឡើងណារូបឈានទាំង4ហ្នឹងដោយសារវណ្ណៈកសិនខាងក្រៅណាមិនយកពណ៌ដែលជាប់ជាមួយនឹងកាយខាងក្នុងនេះទេវត្ថុខាងក្នុងនេះទេអញ្ចឹងញ៉ាំងឈាន4ឲ្យកើតឡើងក្នុងវណ្ណៈកសិនខាងក្រៅម្ដងនេះខាងក្រៅគឺមាននីលកសិនជាដើមនឹងគឺជាវិមោកទី2ហើយដល់ទៅពេលវិមោកទី3បុគ្គលចម្រើននៅព្រំវិហារធម៌ទាំង4ទៅក្នុងកសិនដែលមានសត្វបញ្ញត្តិមកជាអារម្មណ៍ណាដោយករណាដោយមុទិតាដោយមេត្តាករណាមុទិតានិងឧបេក្ខាទៅក្នុងសត្វទាំងឡាយអញ្ចឹងទៅកសិនដែលជាអារម្មណ៍បរិកម្មនឹងឯងជាវត្ថុថ្លៃថ្លាមិនគួរស្អប់ខ្ពើមពីព្រោះជាអ្នកមានមេត្តានៅក្នុងសត្វដោយមិនរើសមុខអ្វីទាំងអស់ដូច្នោះកសិននឹងឯងទៅជារបស់ថ្លៃថ្លានេះគឺជាវិមោកទី3ហើយសុទ្ធតែសម្រេចរូបឈានទាំងអស់នៅក្នុងវិមោកមួយហ្នឹងគុណចាស់ណាសម្រេចនៅបឋមឈានទុតិយឈានតតិយឈានតតុតិឈានគឺសម្រេចឈាន4ទាំងអស់វិមោកទី1ក៏សម្រេចឈាន4វិមោកទី2ក៏សម្រេចឈាន4ហ្នឹងហើយវិមោកទី3ក៏សម្រេចឈាន4ហ្នឹងក៏ប៉ុន្តែអារម្មណ៍ខុសគ្នាមួយគឺអារម្មណ៍អាស្រ័យវត្ថុខាងក្នុងមួយអារម្មណ៍គឺអាស្រ័យវត្ថុខាងក្រៅប៉ុន្តែឈានគឺសម្រេច
បានរូបឈានទាំង4ដូចគ្នាហើយមួយទៀតអារម្មណ៍ដ៏ថ្លៃថ្លាជាអារម្មណ៍ដែលមិនគួរស្អប់ខ្ពើមគឺជាការប្រព្រឹត្តទៅដោយការចម្រើននៅព្រមវិហារគឺមេត្តាករណាមុទិតានិងឧបេក្ខានេះគឺវិមោក្ខ3ខាងដើមសម្រាប់បាននៅរូបឈាន4ក្នុងវិមោក្ខនីមួយហើយដល់ទៅពេលចេញពីនឹងមកបានចាប់ផ្ដើមបុគ្គលកន្លងនៅរូបសញ្ញាធ្វើឲ្យវិនិច្ឆ័យនៅបដិខៈសញ្ញាហើយមិនធ្វើទុកក្នុងចិត្តនៅនាណត្តសញ្ញាមានន័យថាការបរិកម្មដើម្បីសម្រេចនៅអាកាសានញ្ចាយតនៈលោកត្រូវលះចោលនៅរូបកសិនទាំងអស់លះចោលនៅរូបកសិនទាំងអស់រួចហើយមិនហើយធ្វើឲ្យវិនិច្ឆ័យនៅបដិខៈសញ្ញាមានន័យថារូបសម្លេងក្លិនរសផោតពៈដែលប៉ះតាមផ្លូវភ្នែកហ្នឹងហើយសញ្ញាដែលកើតឡើងក្នុងចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណហ្នឹងអាហ្នឹងគេហៅថាបដិខៈសញ្ញាពីព្រោះរូបហ្នឹងឯងវាមានការប៉ះផ្ទប់ជាមួយនឹងប្រសាទរូបសញ្ញាដែលកើតឡើងនៅក្នុងហ្នឹងហៅថាបដិខៈសញ្ញាអញ្ចឹងលោកធ្វើឲ្យវិនិច្ឆ័យបដិខៈសញ្ញាហ្នឹងមានន័យថានៅក្នុងពេលដែលលោកចាប់ផ្ដើមបរិកម្មដើម្បីចេញអំពីចតុតឈានចូលទៅកាន់អាកាសានញ្ចាយតនៈហ្នឹងគឺអត់ឃើញអត់ឮអត់ធំក្លិនអត់ដឹងរសអត់ដឹងផោតពៈណាអញ្ចឹងហើយបានរទេះបកាត់ទៅក៏អត់ឮដែរហើយមួយទៀតលោកមិនធ្វើទុកក្នុងចិត្តនៅនាណត្តសញ្ញាមានន័យថាគឺលះសញ្ញានៅក្នុងកាមាវចរៈធម៌ទាំងអស់ណាបានចាប់ផ្ដើមបើកសិនមកបរិកម្មអាកាសមិនមានទីបំផុតអាហ្នឹងឈ្មោះថាលះបង់នៅរូបចោលហើយចូលកម្មនៅអាកាសានញ្ចាយតនៈអាហ្នឹងគឺចូលនៅក្នុងអរូបឈានទី1អាហ្នឹងគឺបានវិមោក្ខទីប្រមាណណាបាននៅវិមោក្ខទី4រួចហើយលោកបានកន្លងនៅអាកាសានញ្ចាយតនៈនឹងទៀតណាចូលកាន់វិញ្ញាណញ្ចាយតនៈណាដល់ទៅពេលកន្លងអាកាសានញ្ចាយតនៈចូលកាន់វិញ្ញាណញ្ចាយតនៈណាដំបងថាអាកាសមិនមានទីបំផុតហើយដំបងមកដល់ទៅពេលពិចារណាទៅលោកនឿយណាយនៅក្នុងអាកាសានញ្ចាយតនៈលោកថាដែលអាកាសមិនមានទីបំផុតនោះដោយសារមានវិញ្ញាណដឹងឯណេះតើអញ្ចឹងទៅក៏លោកឈានកន្លងអាកាសានញ្ចាយតនៈឈាននឹងឯងក៏ចូលមកវិញ្ញាណញ្ចាយតនៈឈានអញ្ចឹងដល់ទៅពេលលោកបានសម្រេចនៅវិញ្ញាណញ្ចាយតនៈនឹងឯងនឹងជាវិមោក្ខទីប៉ុន្មានណាជាវិមោក្ខទី5ហើយលោកឈានកន្លងវិញ្ញាណញ្ចាយតនៈនឹងទៀតចូលអកិញ្ចញ្ញាយតនៈដោយការបរិកម្មថាអ្វីតិចតួចមិនមាននឹងជាវិមោក្ខទី6គឺអកិញ្ចញ្ញាយតនៈឈានលោកចេញចាអំពីអកិញ្ចញ្ញាយតនៈឈាននឹងហើយណាដោយបរិកម្មអ្វីតិចតួចមិនមានហ្នឹងគឺថាណាចូលទៅដល់មិនបរិកម្មអ្វីតិចតួចមិនមានទេណានៅក្នុងនេវសញ្ញានាសញ្ញាយតនៈណាអាហ្នឹងគឺបរិកម្មអីគេទៀតណាមើលគុណចាស់ញាតិញោមមើលនៅក្នុងនេវសញ្ញានេះបុគ្គលដែលឈានកន្លងនៅអកិញ្ចញ្ញាយតនៈដោយប្រការទាំងពួងហើយចូលកាន់នេវសញ្ញានាសញ្ញាយតនៈនេះជាវិមោក្ខទី6ទី7ទៀតណាសំទោសទី7បុគ្គលដែលកន្លងនៅអកិញ្ចញ្ញាយតនៈដោយប្រការទាំងពួងហើយចូលកាន់នេវសញ្ញានាសញ្ញាយតនៈណាថាអានឹងបរិកម្មដោយថាមានសញ្ញាក៏មិនមែនមិនមានសញ្ញាក៏មិនមែនអញ្ចឹងដើម្បីឆ្លងកាត់នៅអកិញ្ចញ្ញាយតនៈហ្នឹងបរិកម្មដោយការមានសញ្ញាក៏មិនមែនមិនមានសញ្ញាក៏មិនមែននឹងឯងចូលកាន់នេវសញ្ញានាសញ្ញាយតនៈនឹងគឺជាវិមោក្ខទី7រួចហើយឈានកន្លងនេវសញ្ញានាសញ្ញាយតនៈនឹងទៀតចូលកាន់សញ្ញាវេទយិតនិរោធរលត់នៅសញ្ញានិងវេទនានេះគឺជាវិមោក្ខទី8ណាវិមោក្ខ8គឺយ៉ាងនេះឯងក៏ណាអញ្ចឹងសូមអនុមោទនីអានឹងសេចក្តីនៃព្រះធម៌ណាដើម្បីឲ្យគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទចេះច្បាស់លាស់នៅក្នុងវិមោក្ខទាំង8ហ្នឹងទៀតមានការសាកសួរគ្នាច្រើនណាស់នៅក្នុងវិមោក្ខទាំង8ហ្នឹងអញ្ចឹងគុណម្ចាស់នឹងអាចបានយល់ច្បាស់ណានៅក្នុងថ្ងៃនេះរួមជាមួយពុទ្ធដីកាហើយនឹងព្រះអត្តកថាបានពន្យល់យ៉ាងច្បាស់លាស់ទៀតណាគណៈហើយសូមអនុមោទនា
ហើយរតនានិមន្តគុណចាស់វិនិយោគដើម្បីបានចូលរួមសម្ដែងព្រះធម៌ជាឱវាទនៅក្នុងថ្ងៃដែលយើងបិទវគ្គនេះទេណាអញ្ចឹងសូមគុណចាស់ញាតិញោមពុទ្ធបរិស័ទស្ដាប់ដូចតទៅទៀតប្រាថ្នាគុំចំពោះប្រតនត្រ័យទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងក្រាបថ្វាយបង្គំចំពោះបងតាដោយសេចក្តីគោរពធ្វើនៅសេចក្តីរាប់អានចំពោះគណៈជាម្ចាស់គ្រប់អង្គមានលោកម្ចាស់ធម្មភិរតាចម្រើនពរលោកគ្រូដោយសេចក្តីជ្រះថ្លាក្នុងការសម្ដែងនៅឧវាទទីណារបស់ព្រះដ៏មានប្រភេទណាហើយលំបាកស្ដាប់ណាស់ពុទ្ធដីកាដែលសម្ដែងមកធ្លាប់អានចំហ្នឹងក៏ច្រើនប៉ុន្តែចាប់អត់បានទេណាតែដល់បានស្ដាប់ព្រះអត្ថកថាខ្លះក៏ស្ដាប់ប៉ុណ្ណឹងក៏ដោយក៏នៅថាវាលំបាកនឹងចាប់បានតែគ្រាន់អាចយល់ខ្លះអីចឹងទៅនឹងណាហើយនឹងបានឱកាសចូលរួមមួយលោកគ្រូក្នុងប្រធមខ្លះដែលមាននៅក្នុងពុទ្ធិកាក្តីដែលបានសិក្សាមកក្តីចូលរួមត្រៃអរអនុមោទនានឹងការព្យាយាមបព្វកណានឹងលោកគ្រូដែលមមតន់នៅក្នុងពុទ្ធសាសនានេះណាហើយនឹកឃើញដល់ព្រះអង្គដែលប្រកាសសម្ដែងថាមនាលភិក្ខុទាំងឡាយភិក្ខុប្រកបដោយធម៌2យ៉ាងអានឹងជាបុគ្គលនៅជាសុខក្នុងបច្ចុប្បន្នណាមិនក្រវល់ក្រវាយមិនជាងអៀតជាងអល់ទេនៅក្នុងអតិវតកៈហ្នឹងវាមានសម្ដែងហ្នឹងហើយប្រកបដោយធម៌2យ៉ាងហ្នឹងដូចម្ដេចគឺភិក្ខុជាអ្នកដែលគ្រប់គ្រងរក្សានៅឥន្ទ្រីមានចក្ខិន្ទ្រីជាដើមណាកាលណាដែលបុគ្គលមានការរក្សានៅឥន្ទ្រីគ្រប់គ្រងនៅឥន្ទ្រីហើយដឹងប្រមាណហើយព្រះអង្គសម្ដែងមួយទៀតដឹងប្រមាណនៅក្នុងភោជននឹងជាបុគ្គលនៅជាសុខនៅក្នុងបច្ចុប្បន្នធัวទាំងពីរហ្នឹងណាប៉ុន្តែនឹកឃើញការគ្រប់គ្រងនៅឥន្ទ្រីនេះលំបាកក្រៃក្រាស់ណាស់ណាក្នុងជីវិតរបស់បព្វជិតណារាល់ថ្ងៃហ្នឹងគឺវាមានសភាពវឹកវរដោយរូបសម្លេងក្លិនរូបផតពៈណាជួនកាលគិតឃើញថាមិនចាំបាច់មើលកុំឲ្យតរាគៈកើតឡើងវាចេញតាមជីវហាវិញ្ញាណផ្លុកឯណោះវាលំបាកប៉ុន្តែទោះបីលំបាកប្រពន្ធណាក៏ដោយតែងតែបានស្ដាប់ពាក្យលោកគ្រូថាទោះបីត្រូវហូរទឹកភ្នែកប្រពន្ធណាក៏ដោយត្រូវទ្រាំនៅក្នុងការសិក្សានៅក្នុងការអប់រំនឹងឯងដែលជាគ្រឿងទប់ស្កាត់នៅបាបធម៌ផ្សេងទៀតនៅពេលដែលសភាវៈធម៌នោះមកប្រកបចឹងហើយបានជាអចិត្តសូព្រះដ៏មានវិភាកនោះណាហើយព្រះអង្គប្រកាសសម្ដែងយានិសោតានៃលោកាស្មੰសតិទេសង្ឃនៃវេរណាំណាសតិជាគ្រឿងបិទនៅខ្សែទាំងឡាយគឺតណ្ហាណាកិលេសណាអវិជ្ជាទិដ្ឋិជាដើមដែលវាហូរណាដែលជាខ្សែនៃសង្សារវដ្តអីចឹងទៅណាតណ្ហារីកចម្រើនតាមទ្វេចក្ខុទ្វេសោតទ្វេខេនទ្វេជីវហាទ្វេហ្នឹងដែលប្រព្រឹត្តទៅរាល់ថ្ងៃហ្នឹងអញ្ចឹងបើកាលណាដែលខ្វះការរក្សារបៀបដូចជាផ្ដាំអញ្ចឹងណារបៀបដូចជាផ្ដាំព្រោះដោយលោកគ្រូលើសម្ដែងមកអញ្ចឹងថាជាថ្ងៃបិទវគ្គអញ្ចឹងដូចជាព្រះអង្គប្រកាសសម្ដែងថាអ្នកទាំងឡាយចូលកុំប្រមាទព្រោះថាសង្ខារទាំងឡាយមិនទៀងអញ្ចឹងរបៀបពេកហ្នឹងគឺក្រើនរំលឹកស្មារតីព្រោះជីវិតនេះមិនមានប្រមាណយ៉ាងណាសភាពដូចជាយើងលើកមកជាអវាទណាត្រូវគ្រប់គ្រងឥន្ទ្រីដើម្បីជាប្រយោជន៍ក្នុង
ការរស់នៅក្នុងព្រះសាសនាក្នុងការបដិបត្តិធម៌ណាជាទីរីករាយជាទីចម្រើននៃចិត្តនៃពុទ្ធបរិស័ទឬក៏ថាពុទ្ធបរិស័ទនឹងឯងក៏មានការបដិបត្តិប្រតិធម៌សំគូជាមួយនឹងគ្នាហ្នឹងមិនរំពៃសម្លឹងទោសដោយប្រការណាចំពោះព្រះភិក្ខុសង្ឃទាំងព្រះភិក្ខុសង្ឃក៏មិនចង្អៀតចង្អល់ចំពោះកិច្ចការអ្វីរបស់ពុទ្ធបរិស័ទទេដោយយល់គ្នាប្រព្រឹត្តទៅដោយមេត្តាប្រព្រឹត្តទៅដោយមេត្តាឃើញទោសក៏ប្រាប់តាមទោសអីចឹងទៅណាហើយបានចង្អល់ទោសប្រាប់ជាហេតុនាំឲ្យសង្សារវដ្តវែងឆ្ងាយជាទុក្ខនាំឲ្យទៅកាន់អបាយភូមិជាបដិបទាប្រព្រឹត្តទៅដើម្បីទៅកាន់ទីទុក្ខទីលំបាកអីចឹងយើងអាចប្រាប់គ្នាបានអីចឹងទៅណាមានរឿងរ៉ាវខ្លះក្នុងអង្គុត្តរនិកាយណានៅក្នុងអង្គុត្តរនិកាយនេះមានសម្ដែងរឿងរ៉ាវដូចជាឧគកហបតីអីចឹងណាលោកចូលទៅក្រាបថ្វាយបង្គំព្រះអង្គហើយនឹងក៏ស្ដាប់ពធព្រះអង្គប្រកាសសាកសួរថាអ្នកបានបំពេញទានដែរឬអ្នកបានឲ្យទានដែរឬណាហើយក៏បានប្រកាសប្រាប់ព្រះអង្គពីកិច្ចដែលខ្លួនបានធ្វើនឹងរីករាយក្នុងការឲ្យបំពេញកតបកិច្ចជាឧបាសកនឹងហើយជាស្រេចអីចឹងទៅហើយបាននិមន្តព្រះអង្គទៅកាន់សំណាក់ហើយនឹងក៏បានប្រគេនដល់ខាតនយៈភោជនាហានឹងឯងដល់ព្រះអង្គដល់ផ្ចិតផ្ចង់កុំថាឡើយថាព្រះអង្គខ្វះនៅក្នុងនោះលោកបញ្ជាក់ថាព្រះអង្គមិនខ្វះទេប៉ុន្តែព្រះអង្គដែលព្រះអង្គទទួលនឹងគឺព្រះអង្គដើម្បីអនុគ្រោះដល់ឧគកហបតីហ្នឹងចឹងទៅហើយរហូតដល់ទៅប្រគេនផ្ទះសាលាកត់អីចឹងទៅណាព្រះអង្គនៅតែទទួលយើងមើលទៅដូចជាមិនសន្តោសហ្នឹងប៉ុន្តែគឺសភាពអនុគ្រោះដល់សត្វលោកណាអនុគ្រោះតែម្យ៉ាងព្រះអង្គទទួលប្រគេនអីមកក៏ព្រះអង្គទទួលដែរដើម្បីអនុគ្រោះដល់ឧគកហបតីរបៀបដូចជាពាក្យថាតាមមានតាមបានហ្នឹងណាគឺអាស្រ័យនៅលើចិត្តខ្លួនឯងពាក្យថាតាមមានតាមបានហ្នឹងណាទទួលមិនមែនមិនទទួលទេគឺដើម្បីអនុគ្រោះនៃសទ្ធីរបស់ពុទ្ធបរិស័ទដែលកើតឡើងហើយតែប៉ុណ្ណោះគាត់រីករាយគាត់ជ្រះថ្លាក្នុងការធ្វើនឹងគាត់ព្រះអង្គអនុមោទនាគាថាពីរគាថាពីរពគាថានឹងក្រោយអំពីបានស្ដាប់ពគាថាព្រះអង្គហើយនឹងព្រះអង្គចេញទៅមិនយូរប៉ុន្មានណាអស់ជីវិតទៅកើតនៅទេវតានៅខ្ពស់ហើយមកថ្វាយបង្គំព្រះអង្គនៅវត្តចេតពុនណាដែលព្រះអង្គនៅវត្តចេតពុនដែលព្រះអដ្ឋបណ្ឌកៈសេដ្ឋីហ្នឹងទំនុកបំរុងណាស់ហើយត្រូវចុះពីទេវលោកមកហើយមកក្រាបថ្វាយបង្គំព្រះអង្គអីចឹងទៅហើយព្រះអង្គសាកសួរណាដែលអ្នកបានឲ្យរបស់ណាអ្នកនឹងបានរបស់នោះជាទីគប់ចិត្តវិញអញ្ចឹងអ្នកបានដែរឬទេឧគទេវបុត្រថាបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គអាចសម្រេចតាមចិត្តដែលប្រាថ្នាបានអញ្ចឹងទានដែលគាត់ធ្វើហ្នឹងគាត់អាចសម្រេចតាមចិត្តតែចង់ទៅកើតកន្លែងណាចង់បានអ្វីអីគាត់បានតាមចិត្តដែលចង់បាននឹងព្រះដ៏មានភាពព្រះអង្គប្រកាសសម្ដែងណាបកិពីបគាថាអីចឹងទៅនឹងគ្រាន់តែលើកមកថាកិច្ចការដែលគាត់បានធ្វើហ្នឹងគឺមិនសៅមងក្នុងពេលនៃជីវិតដែលត្រូវអស់ហ្នឹងទេមិនຕົកតោមនោអីទេមិនដូចជាព្រះអង្គប្រកាសសម្ដែងពីរឿងបុគ្គលនៅក្នុងលោកនេះដែលព្រាមទៅសួរព្រះថាបបិទ្ធព្រះអង្គដ៏ចម្រើនសត្វនៅក្នុងលោកនេះ
តែងតក់ស្លុតតែងភ័យចំពោះសេចក្តីស្លាប់តែប៉ុណ្ណោះក៏មានចឹងបានព្រះអង្គប្រកាសសម្ដែងថាមនាលព្រាហ្មណ៍បុគ្គលនៅក្នុងលោកនេះតែងភ័យតែងតក់ស្លុតចំពោះសេចក្តីស្លាប់ក៏មានមិនភ័យមិនតក់ស្លុតចំពោះសេចក្តីស្លាប់ក៏មានបានព្រះអង្គប្រកាសសម្ដែងថាមនាលព្រាហ្មណ៍បុគ្គលណារីករាយនៅក្នុងរូបកាយហ្នឹងត្រេកអរនៅក្នុងខ្លួនឯងអញ្ចឹងស្រឡាញ់ខ្លួនឯងអញ្ចឹងដល់ទៅរោគាព្យាធីណាចូលមកនឹកឃើញភ័យថាខ្លួនជាទីស្រឡាញ់របស់អញហ្នឹងនឹងលែងបាននៅជាមួយអញទៀតហើយអញនឹងបោះបង់នៅខ្លួនជាទីស្រឡាញ់នេះហើយនឹងទៅនឹងភ័យតក់ស្លុតកើតទុកទោមនុស្សអីចឹងទៅហើយណាពិចារណាត្រេះរិះថារោគាព្យាធីណាមួយចូលមកបៀតបៀនមកគិតថាទីពឹងឯណាដែលអាត្មាអញត្រូវធ្វើនោះមិនទាន់បានធ្វើនៅឡើយទាំងកុសលធម៌ក៏អាត្មាអញមិនទាន់បំពេញណាទីពឹងដើម្បីការពារភ័យនឹងក៏មិនទាន់បានធ្វើណាអញ្ចឹងភ័យខ្លាចក្រោយពីខ្លួនឯងនឹងឯងអស់ជីវិតទៅកាន់ទុក្ខកតិដែលមិនជាទីប្រាថ្នានឹងព្រោះកន្លែងជាទុក្ខជាទោសធ្លាប់ឮមកអីចឹងទៅអញ្ចឹងអ្វីដែលត្រូវធ្វើនោះវាអត់តាន់បានធ្វើត្រូវភ័យស្លន់ស្លោអីនៅពេលរោគាព្យាធិកើតឡើងហ្នឹងសេចក្តីស្លាប់វាចូលមកដល់អញ្ចឹងទៅវាតក់ស្លុតអីចឹងទៅណាដល់ទៅបុគ្គលទី2នោះគឺទោះបីសេចក្តីស្លាប់ចូលមកដល់ក៏ដោយណាក៏មិនបានភ័យតក់ស្លុតទេព្រោះមិនបានរីករាយនៅក្នុងរូបកាយនេះមិនបានត្រេកអរមិនបានជាប់ជំពាក់គឺជាចិត្តផុតស្រឡះអំពីការហួងហែងអំពីការចាប់ប្រកាន់នៅក្នុងរូបហ្នឹងទោះបីតែរូបនេះមានការប្រែប្រួលទៅអស់ទៅបែកធ្លាយទៅយ៉ាងណាក៏ដោយណាក៏មិនបានទៅកើតទុក្ខសោយសោកអីទេរបៀបដូចជាយើងនៅក្នុងសាលានេះហើយមិនទៅអង្គុយយំអីព្រោះរឿងអ្នកទីក្រុងភ្នំពេញស្លាប់ទេព្រោះវាអត់មែនជាញាតិយ៉ាងណាចិត្តរបស់លោកនោះវាអត់បានទៅភ័យតក់ស្លុតស្លន់ស្លោចំពោះរូបនឹងឯងរាងកាយនឹងឯងទូខ្លួននឹងឯងដល់នៅសេចក្តីវិនិច្ឆ័យទេព្រោះលោកវាអត់បានហួងហែងណាហើយទី2ហ្នឹងគឺលោកបានបំពេញណាទីពឹងគឺកុសលធម៌ណាក៏បានធ្វើឲ្យទីពឹងនៃការពារភ័យអន្តរាយទាំងឡាយក៏លោកបានធ្វើហើយលះលោកនេះទៅកាន់លោកខាងមុខក៏លោកមិនបានតក់ស្លុតភ័យព្រួយបារម្ភថាអាត្មាអញទៅកាន់ទីណាទុកទោសលំបាកយ៉ាងណាក៏លោកមិនព្រួយបារម្ភទេនេះសភាពបុគ្គលនៅក្នុងលោកគឺមាន2បែបយ៉ាងនេះឯងមួយបែបយល់ច្បាស់នៅក្នុងធម៌ថាអ្វីក្នុងលោកមិនអាចចាប់ប្រកាន់បានទេហើយមួយបែបទៀតគឺមិនបានយល់នៅក្នុងពធមិនមានការចេះដឹងនៅក្នុងពធត្រូវមានការហួងហែងលោកទាំងមូលហ្នឹងឯងមកធ្វើជាខ្លួនហើយក៏ហួងហែងរបស់ខាងក្រៅហ្នឹងមកធ្វើជារបស់ផុនខ្លួនអញ្ចឹងវាដល់ពេលទៅរោគាព្យាធិចូលមកវានឹកឃើញថាត្រូវលះបង់វត្ថុជាទីស្រឡាញ់មានប្រពន្ធមានកូនអីជាដើមទ្រព្យសម្បត្តិខាងក្រៅខ្លួនហ្នឹងមួយចំណែកហើយទៀងខ្លួនឯងហ្នឹងក៏អញ្ចឹងដែរណាអញ្ចឹងត្រូវភ័យស្លន់ស្លោអីចឹងទៅតែសម្រាប់បុគ្គលមួយបែបទៀតលោកមិនបានយល់ថាខ្លួនឯងមាននៅក្នុងលោកទេអញ្ចឹងវត្ថុខាងក្រៅគឺជាទីនៃការប្រើប្រាស់ដើម្បីឲ្យប្រព្រឹត្តទៅនៅដើម្បីប្រព្រឹត្តព្រមចរិយធម៌តែម្យ៉ាងតែប៉ុណ្្នឹងទេណាអញ្ចឹងវាខុសគ្នាអញ្ចឹងបុគ្គលដែលមិនមានធម៌ហើយនឹងមានធម៌វាខុសគ្នាទៀតហ្នឹងហើយហ្នឹងគ្រាន់តែចូលរួមមួយលោកគ្រូប៉ុណ្្នឹងហើយខ្វះខាតមានលោកគ្រូណាជាបឋមប្រធាននៅក្នុងការសម្ដែងនិងអប់រំទូលមានគ្រាន់តែចង់ឲ្យលោកគ្រូជួយសម្ដែងបន្ថែមបន្តិចណាអំពីជីវិតវាទុកសិចណា
ណាគ្រប់តែគ្នាហើយអញ្ចឹងសូមឲ្យលោកគ្រូសំដែងពីទោសរបស់កាមគុណថែមទៅអាត្មាមើលទៅហ្នឹងបានតែមកឃើញហ្នឹងចោលលោកគ្រូចង្អុលទោសកាមគុណទោសការគ្រប់គ្រងផ្ទះវាលំបាកលំបិនយ៉ាងណាចង្អៀតចង្អល់តានតឹងយ៉ាងណាក៏មកឲ្យចិត្តនោះវាចេះតែត្រកទៅរកកន្លែងហ្នឹងទៀតហ្នឹងណាចង់ឲ្យមានធัวនឹងឯងជាទីពិចារណាប្រទៅនៅក្នុងភ្នោះអីឃើញគេលហេមលហាមទៅឯងនោះវាចង់លហេមលហាមគេដែរអញ្ចឹងសូមលោកគ្រូចង្អល់ទោសជំរឿនឹងឲ្យកាន់តែមកបន្ថែមទៀតទៅឲ្យវាចិត្តនឹងឲ្យវាក្រៀកបន្តិចទៀតកុំឲ្យវាចេះតែសបាយរីករាយនៅពេលដែលឃើញគេឃើញឯងចឹងទៅវារីករាយទៅតាមការឃើញហ្នឹងវាត្រូវបែកធ្លាយអស់លីងទៅណាអញ្ចឹងសូមឲ្យលោកគ្រូណាជួយចង្អុលបង្ហាញនៅទោសនឹងបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ប្រកាសណានៅក្នុងសាសនាព្រហ្មចរិយធម៌នេះណាបានប្រព្រឹត្តព្រហ្មចរិយជាមួយនឹងគ្នារហូតទាំងសូមអនុមោទនីគណៈសាធុទានសូមអរគុណគុណចាស់វិនិយោទានមានឆន្ទៈនៅក្នុងការស្រឡាញ់ភ្នោះប្រព្រឹត្តទៅដើម្បីនឹងជាការសម្អាតកាយវាចាចិត្តឲ្យបរិសុទ្ធទៀតណារឿងនេះគឺពិតហើយណាពិតហើយគុណចាស់គ្រប់ព្រះអង្គនឹងត្រូវបានដឹងថាលោភៈណាងាយឲ្យបុគ្គលម្ចាស់បង្អត់វាទេណាមិនងាយទេណាវាពេញចិត្តនឹងឲ្យយើងបង្អត់វាដែរអត់ទៀតវាមិនពេញចិត្តទេណាដូច្នេះហើយគុណចាស់ត្រូវដឹងថានឹងនៅពេលដែលយើងចាប់លោភៈចាប់រាគៈនឹងយកមកបង្អត់ណាតើយើងត្រូវដឹងខ្លួនណាយើងត្រូវទប់ទល់ជាមួយណាជាមួយវានៅពេលដែលវារើហ្នឹងតើយើងត្រូវណាយើងត្រូវដឹងថាតើយើងត្រូវគ្រប់គ្រងវិធីណាមានវិធីគ្រប់គ្រងយើងត្រូវគ្រប់គ្រងវាដោយប្រការណាណាព្រោះណាឧបមាថានៅពេលដែលសេចក្តីត្រេកអរហូរទៅឃើញសេចក្តីសុខណារបស់ក្រហមហ្នឹងវាមិនទាន់កើតឡើងយើងនឹកឃើញថាយើងបួសបានណាយើងអាចនៅក្នុងភ្នោះបានណាអាហ្នឹងដែលវាមិនទាន់រើហ្នឹងយើងគិតមកយើងហាក់ដូចជាថាមិនអីទេយើងអាចទៅបួសបានណាប៉ុន្តែដល់តែបានកន្លះខែមួយខែអីពីរខែអីស្រាប់តែដល់ពេលវារើហ្នឹងដែលយើងចាប់វាមកអាហ្នឹងដូចយើងចាប់ខ្លាកាចដាក់ទ្រុងអញ្ចឹងណាអីដល់ទៅពេលវារើតើយើងត្រូវទប់ទល់វាដោយប្រការណាអញ្ចឹងហើយគុណចាស់ញាតិញោមពុទ្ធបរិស័ទគុំនឹកឃើញថាវាមិនរើវាមុខតែរើទេណាវាមុខតែរើវាមុខតែបំរាស់ណាដើម្បីស្ទុះទៅរកទីដែលវាធ្លាប់អាស្រ័យនៅក្នុងសង្សារវដ្តវិញណាប្រៀបដូចជាណាប្រៀបដូចជាសត្វសាហាវមានខ្លាជាដើមដែលយើងចាប់វាដាក់ទ្រុងអញ្ចឹងទេណានៅពេលដែលវានឹកឃើញព្រៃជាទីរីករាយនោះនឹងតើវាត្រូវកាច់បំបាក់ទ្រុងនឹងប៉ុណ្ណាហើយបើទ្រុងយើងមកអាហ្នឹងវានៅទ្រុងយើងដាក់ឈើពុកមកណាអាហ្នឹងវាបំបាក់តលតែបានណាអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គជ្រាបរឿងហ្នឹងណាដែលត្រូវអប់រំទូមានពមៀនខ្លាកំណាចគឺរាគៈនឹងឯងណាព្រះអង្គមាននៅបាតិមោក្ខសង្វរៈនេះទាំងណាព្រះអង្គមាននៅឥន្ទ្រីសង្វរៈនេះណាមាននៅណាអាជីវៈបរិសុទ្ធហើយនឹងបច្ចយៈសន្និសិទ្ធសិលហ្នឹងដែលជាគ្រឿងដែលជារបាំងជារនាំងនឹងដ៏មានអធិពលដ៏មានអំណាចមួយក្នុងការរារាំងនៅខ្លាកំណាចខ្លាគឺខ្លារាគៈហ្នឹងដែលតែងតែស្ទុះទៅរកចំណីរបស់វាគឺកាមគុណណាគឺរូបសម្លេងក្លិនរសផោតភពៈហ្នឹងទៀត
ចឹងហើយតើគុណចាស់នឹងនៅពេលដែលវារើម្ដងថាតើត្រូវយ៉ាប់យ៉ឺនប៉ុណ្ណាដូចមកតម្រៃដែលទូមានតម្រៃចុះប្រេងចឹងនៅពេលដែលតម្រៃហ្នឹងវាចុះប្រេងម្ដងវារត់ចេញពីកន្លែងមួយទៅកន្លែងមួយតើមកតម្រៃហ្នឹងត្រូវតាមវាប៉ុណ្ណាហើយតាមយកចាប់យកមកដាក់ទ្រង់វិញបានអាហ្នឹងងាយទេណែប៉ុន្តែនេះរាគៈនេះទៀតនឹងដែលវាត្រូវចោះប្រេងម្ដងវាខ្លាំងខ្លាទៀតវាខ្លាំងខ្លាណាស់គុណម្ចាស់ត្រូវទទួលស្គាល់ថារាគៈពិតជាមានកម្លាំងខ្លាំងក្លាមិនត្រូវប្រមាទទេដោយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់រំលឹកដាស់តឿនព្រះមហាមោគលានអញ្ចឹងមនាលមោគលាននុនតោបនុនតរិយតនិករាជមានរិទ្ធច្រើនមានអំណាចច្រើនមនាលមោគលានអ្នកចូលកុំប្រមាទឃើញទេអាហ្នឹងរឿងទទូមាននុនតោបនុនតនិករាជហ្នឹងផងព្រះអង្គរំលឹកសាវកថាមនាលមោគលានអ្នកកុំប្រមាទបានព្រះមហាមោគលានពោលតបវិញថាបបិទ្ធព្រះអង្គដោយចម្រើនអធិបាតខ្ញុំបានស្ទាត់ជំនាញខ្ញុំបានវឹកហាត់ល្អហើយសំបីនេករាជប្រពន្ធនុនតោបនុនតនេករាជហ្នឹងមួយសែនទៀតក៏ខ្ញុំអាចកម្ចាត់បានដោយងាយដែរអាហ្នឹងជាសម្ដីដ៏ក្លាហានរបស់ព្រះអគ្គសាវកក្លាហានអញ្ចឹងទេពូកែដោយសារអីដោយសារលោកបានវឹកហាត់នៅអធិបាតលោកបានវឹកហាត់ល្អហើយជំនាញហើយអាហ្នឹងអញ្ចឹងយ៉ាងណាសេចក្តីនេះនឹងក៏ដូចគ្នាគុណចាស់ញាតិញោមពុទ្ធបរិស័ទគុណចាស់គ្រប់ព្រះអង្គណាកុំឃើញថាលោភៈដែលនៅក្នុងចិត្តហូរទៅកាន់រូបសម្លេងក្លិនរសថតពៈធម្មអារម្មណ៍រាល់ថ្ងៃហ្នឹងមានអានុភាពតិចតួចមិនមែនមានអានុភាពតិចតួចឡើយទេអាហ្នឹងកាលណាដែលយើងកាន់យកកន្លែងហ្នឹងបានសេចក្តីប្រយ័ត្នអាការប្រុងប្រែងរបស់គុណប្រឹងប្រែងរបស់គុណចាស់ញាតិញោមពុទ្ធបរិស័ទហ្នឹងមិនធ្វេសប្រហែសទេអញ្ចឹងទៅវាមានស្មារតីថារាគៈខ្លាកំណាចនេះគឺមានអានុភាពធំឬក៏ថាជាក្រពើនៅក្នុងខ្លួនគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទនេះគឺមានអានុភាពធំដូច្នេះយើងមិនអាចប្រមាទបានទេអញ្ចឹងហើយគុណម្ចាស់ត្រូវសង្រួមកាយសង្រួមវាចាសង្រួមចិត្តគ្រាន់តែគុណម្ចាស់បានចាប់ផ្លឹកនឹករលឹកឃើញថាអាការមានអំណាចការមានកម្លាំងការមានធម៌ពលរបស់រាគៈនេះមិនមែនជាសភាវៈមួយដែលមានកម្លាំងទុពលឡើយទេមិនមែនជាសភាវៈមួយដែលមានកម្លាំងខ្សោយឡើយការដែលដឹងយ៉ាងនេះហើយដែលធ្វើឲ្យប្រគុណម្ចាស់មិនប្រមាទនឹងហើយប្រសិនបើយើងមើលងាយសត្រូវអាការមើលងាយសត្រូវហ្នឹងឯងដែលប្រមាទហើយសត្រូវបានឱកាសកំចាត់យើងបានដោយងាយអញ្ចឹងកាលណាដែលគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទមានការមើលស្រាលចំពោះរាគៈមានការមើលស្រាលចំពោះលោភៈអាកន្លែងហ្នឹងឯងដែលត្រូវដួលទៅទាំងស្រស់យើងស្មានតែរាគៈហ្នឹងយើងងាយកំចាត់វាបានអញ្ចឹងទៅយើងមិនបាច់សង្រួមយើងមិនបាច់ប្រយ័ត្នយើងចង់និយាយលេងជាមួយមេត្តាក្រៀមអីក៏គ្រាន់តែនិយាយលេងមានអីឃើញទេនេះអាកន្លែងហ្នឹងដែលយើងប្រមាទអារាគៈខាងក្នុងហ្នឹងយើងថាវាមិនអីអាកន្លែងហ្នឹងឯងដែលត្រូវដួលទៅទាំងស្រស់ទៀតដូច្នេះនៅក្នុងកន្លែងនេះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទគឺអាស្រ័យសេចក្តីមិនប្រមាទនឹងឯងទៅមួយគត់ឃើញសត្រូវដោយរាគៈដោយទោសៈដោយមោហៈនឹងឯងជារបស់មិនអាចធ្វេសប្រហែសបានគឺគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទដូចជាអ្នកប្រដាល់ដែលឡើងនៅលើរែងអញ្ចឹងទៀតទោះបីឃើញសត្រូវដួលក៏ដោយប៉ុន្តែមិនអាចប្រមាទបានឡើយសត្រូវនោះគឺអាចងើបវាយបកមកលើយើងវិញនៅពេលណាក៏បានដែរព្រះសម្មាសម្ពុទ្ធព្រះអង្គមានសេចក្តីប្រយ័ត្នគ្រប់ជ្រុងជ្រោយណាស់
សូម្បីក្នុងការទទួលអ្វីពីទាយុក៏ដោយគឺព្រះអង្គមានស្មារតីជានិច្ចទៀតនឹងព្រះអង្គអស់កិលេសហើយផងព្រះអង្គប្រយ័ត្នដល់ប៉ុណ្ណឹងចុះដល់ទៅពេលណាយើងនៅមានកិលេសហ្នឹងតែយើងត្រូវប្រយ័ត្នក្រៃលែងជាងនឹងប៉ុណ្ណាទៀតទេអាហ្នឹងគឺជាបទពិចារណាមួយណាដែលរំលឹកគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទថារាគៈមានអំណាចខ្លាំងក្លានៅក្នុងអត្តភាពនេះណាស់ណាដល់ទៅពេលឃើញកន្លែងហ្នឹងគុណចាស់គឺត្រូវកាន់យកឱវាទរបស់ព្រះសម្មាសម្ពុទ្ធនឹងឯងជាទីពឹងជាទីរលឹកហើយប្រព្រឹត្តទៅជ្រកណានៅក្រោមឱវាទរបស់ព្រះអង្គនឹងឯងទៅយើងអាចណាការពារទប់ទល់ជាមួយនឹងរាគៈនឹងបានទេហើយចំពោះណាសេចក្តីទុក្ខទោសដែលមានដោយការគ្រប់គ្រងផ្ទះណាគុណចាស់ញាតិញោមគុណចាស់គ្រាន់តែធ្វើទុកក្នុងចិត្តថានឹងការគ្រប់គ្រងផ្ទះដោយទ្រព្យសម្បត្តិដោយភរិយាដោយកូនចៅនោះណាមានសុខតិចតែមានទុកច្រើនទៀតណាព្រោះបីតែយើងថាអូយើងបានណានាងនឹងមកមុខតែបានណាស្និទ្ធស្នាលស្រឡាញ់រាប់អានអីជាភរិយាអីចឹងហើយវាមិនមែនសប្បាយរីករាយតែការបានជួបនាងតែម្យ៉ាងឯណាទៀតណាមិនយូរប៉ុន្មាននាងខឹងហើយណាបងនាងស្លូតដាក់យើងមិនចឹងទេណាណាហើយមិនយូរប៉ុន្មានទោសៈវាមកដែរណាដំបងអាចបងលបងអីចឹងទៅណានឹងដល់ទៅពេលយូរខឹងមែនតើថាម៉េចណាអាហ្នឹងយើងនិយាយតាមអ្នកខឹងតិចទៅអាគេបាញ់ណាវាមកអញ្ចឹងអាហ្នឹងវាមកអញ្ចឹងណាអាហ្នឹងទោសៈវាមកហើយទេណាវាអាចអញ្ចឹងប៉ុន្តែថាវាមិនមែនទូទៅទេក៏មានស្ត្រីគេល្អចឹងដែរណាមិនមែនថាបង្អាប់ទាំងអស់ទេស្ត្រីមានធម៌ក៏ណាអនុគ្រោះសង្គ្រោះស្វាមីទៅប៉ុន្តែគ្រាន់តែថាជាចំណែកមួយនៃការពិចារណានឹងយើងនឹកឃើញថាអូនាងមុខទៅល្អហើយប៉ុន្តែចុះបើសិនជាមិនល្អវិញនោះទៀតណាវាមកអញ្ចឹងហើយវាមិនតែប៉ុណ្្នឹងអីវាត្រូវមានសេចក្តីទុកច្រើនណាណាឧបត្ថម្ភជីវភាពព្រឹកត្រូវចំណាយម្ដងថ្ងៃត្រង់ត្រូវចំណាយម្ដងល្ងាចត្រូវចំណាយម្ដងតើណាវាមិនមែនជាការលំបាកទេឬទៀតនៅក្នុងការស្វែងរកមកដើម្បីបានចំណាយហ្នឹងសួរព្រះអង្គតាដឹងមិនចឹងទៀតណាតើវាត្រូវលំបាកយ៉ាងណាខ្លះញាតិញោមអីក៏ដឹងដែរហើយដោយចំពោះគុណម្ចាស់ត្រឡប់មើលមេត្តាបិតារបស់ព្រះគុណម្ចាស់ផ្ទាល់ហ្នឹងនៅពេលដែលគាត់បានគ្នាគាត់មានយើងមកតែគាត់លំបាកប៉ុណ្ណាហើយអាការលំបាករបស់គាត់ទៅទីបំផុតទៅគាត់បានអីទៀតណាគាត់នៅសល់តែចាស់នៅតែសល់តែការវិនិច្ឆ័យព្រាត់ប្រាសគ្នាទៀតណាចឹងគុណម្ចាស់បើមិនចង់យំដោយសារប្រពន្ធស្លាប់ណាបើមិនចង់យំដោយសារកូនស្លាប់ទេកុំមានប្រពន្ធកុំមានកូនអីគុណចាស់នឹងមិនយំទេណារឿងនេះជារឿងអាល័យទេជារឿងអាល័យជារឿងទុក្ខសោកណាអញ្ចឹងរឿងដែលល្អបំផុតរឿងដែលរីករាយបំផុតមិនចង់យំដោយសារប្រពន្ធស្លាប់តតែកុំមានប្រពន្ធហើយតែមានប្រពន្ធដល់ពេលប្រពន្ធស្លាប់ទៅយំអាល័យឬក៏មិនអាល័យទ្រាំបានឬអត់ពិបាកទ្រាំមិនងាយទ្រាំទេហើយមានកូនត្រូវកូនស្លាប់ទៀតមិនចឹងទេណាហ្នឹងតើយើងទប់ទល់ជាមួយសេចក្តីសោកនឹងបានអត់ដំបូងយើងថាយើងជួបនាងយើងអហើយយើងសប្បាយហើយចុះបើនាងស្លាប់ចោលយើងមិនទាន់បានចាស់រៀងខ្លួននោះនឹងហើយមួយទៀតនាងស្លាប់ចោលយើងទេយើងរកមាសពេជ្រកែវកងប្រាក់ឲ្យមិនបាននាងទៅមានគេទៀតនោះណាតើយើងណាឈឺចិត្តប៉ុណ្ណាមិនចឹងទេណា
ស្រួលមិនស្រួលវាទៅជាគំនុំចងពីមិនចឹងព្រះអង្គតាណាវាមិនមែនប្រកាសថាយើងបាននាងមកយើងបានសុខទេជួនកាលនាងស្លាប់ចោលយើងទៅទាំងយើងកំពុងតែស្រឡាញ់ពេញចិត្តឧបមាថាឥឡូវនាងស្មោះត្រង់ល្អជាមួយយើងណាមានចិត្តភក្តីណាស្រាប់តែភក្តីខ្យល់គោចាប់ងាប់ព្រោះទៅតើយើងស្ដាយនាងប៉ុណ្ណាមិនចឹងទេណាហើយយើងទៅដើររោនាងបានវិញទេស្ត្រីមកពិភពលោកហ្នឹងមានអ្នកណាដូចទៀតដូច្នេះបើមិនចង់យំដោយសារនាងស្លាប់ទេកុំយកនាងអីណាអាហ្នឹងអញ្ចឹងទេណាគឺពិបាកទ្រាំណាស់ទៀតបាក់ទ្រាំណាស់ក្នុងការវិនិច្ឆ័យព្រាត់ប្រាសគ្នានឹងព្រាត់ប្រាសដោយប្រការណាក៏ដោយស្លាប់ក៏ដោយឬក៏ថាដោយនាងទៅមានស្វាមីថ្មីមានបរិសុទ្ធថ្មីនឹងក៏ដោយសុទ្ធតែរឿងឈឺចាប់ទាំងអស់ណាអញ្ចឹងហើយបើមិនចង់យំទេនៅម្នាក់ឯងអ្នកដែលអត់មានភរិយាអ្នកដែលអត់មានកូនណានឹងមិនជួបសម្ផស្សនៃសេចក្តីទុក្ខការយំសោកការសំណោះអាល័យដោយសារភរិយាស្លាប់ភរិយាព្រាត់ឬក៏កូនព្រាត់កូនស្លាប់ឡើយអានេះកាត់សេចក្តីទុក្ខសម្បើមទេដូចញាតិញោមពុទ្ធបរិស័ទនៅមានស្វាមីអញ្ចឹងស្មានតែស្វាមីស្លាប់នឹងស្រួលណាស់ទេទុកទេអនុស្សាវរីយ៍រាប់សែនរាប់លានទៀតហើយមកអស់ហើយណាជួបគេសើចមែនណាប៉ុន្តែដល់ទៅពេលនៅម្នាក់ឯងស្រក់ទឹកភ្នែករហូតវានឹកប្តីទៀតហើយប្តីនឹងមានមកវិញណាស្លាប់បាត់ហើយហ្នឹងអាហ្នឹងបើមិនចង់សោយនៅសេចក្តីទុក្ខដោយសារនឹកប្តីទេកុំយកប្តីទៀតតែប្តីងាប់ចោលទៅយ៉ាប់ហើយវាមិនមែនចាប់អីវាពិបាកទ្រាំជាមួយនឹងអាសេចក្តីវិនិច្ឆ័យព្រាត់ប្រាសនឹងតែម្ដងទៀតណាព្រាត់នៅរបស់ជាទីស្រឡាញ់ជាទុក្ខមិនអញ្ចឹងទេណាអីជួនកាលព្រាត់ស្លាប់ទៅអានឹងយូរទៅវានឹកម្ដងចុះអាព្រាត់រស់គេទៅមានប្រពន្ធចង់ទៀតហ្នឹងមិនអញ្ចឹងបងតាហ្នឹងគេទៅមានប្រពន្ធចង់ទៀតហ្នឹងតើយើងទ្រាំនៅការឈឺចាប់នឹងប្រពន្ធណាដូច្នេះអ្នកមិនទាន់មានកុំមានអីទេណាសុខជាងអ្នកដែលមានហើយអាហ្នឹងប្រុងខ្លួនទទួលទុកទៅប៉ុន្តែនេះវាពិសេសដែលយើងបានរៀនធម៌នេះដែលយើងអាចទប់ទល់យើងពិចារណាបានទៀតអញ្ចឹងបើគាត់ថាផ្ដាំអ្នកមិនទាន់មានវាអាចកិច្ចបានកិច្ចទៅ20-30ឆ្នាំទៀតមិនយូរទេយើងស្លាប់ហើយមិនអញ្ចឹងទេណាតើយើងត្រូវឲ្យទុកប៉ុណ្ណាគុណម្ចាស់គង់ទៅរស់នៅជាសុខមួយអង្គឯងមិនស្រួលទេឬក៏ត្រូវចាំត្រៀមថាអាត្មាអញនឹងយំនៅពេលដែលនាងស្លាប់មិនចឹងទេណាអាហ្នឹងគឺជាបទពិចារណាមួយការនៅម្នាក់ឯងនេះសុខមែនទែនទៀតគុណចាស់កុំឃើញថាអូយើងជិះម៉ូតូគេអោបចកេះយើងដើរលេងល្ងាចណែសបាយយើងទៅអីនំប៉័ងប៉ាតេអីចឹងទៅហើយយើងថតរូបគៀកស្មាគ្នាណាឥឡូវសួរន្តិធារាមើលណាមិនចឹងទេណាហ្នឹងចឹងតើដូចបំណងដែលយើងបានគិតឬអត់ហើយយើងមិនដឹងថាម៉េចទេទិដ្ឋារាបើយើងក៏នៅសាកសួរគាត់យើងមិនដឹងថាវាម៉េចទេអាហ្នឹងគឺជាបទពិចារណាអ្នកគុណចាស់នៅម្នាក់ឯងកុំអីណាទេណាបើស្រឡាញ់មែនតែនយើងត្រូវដឹងថាអូចិត្តស្រឡាញ់ហ្នឹងវាកើតឡើងមែនតែនយើងត្រូវសិក្សាយើងត្រូវដឹងថានេះយើងបើតាមអាការស្រឡាញ់អញ្ចឹងណានោះយើងមើលអាសម្លឹងសេចក្តីទុក្ខយើងត្រូវព្រាត់ស្លាប់ព្រាត់រស់អីយ៉ាងណាហើយយើងមានកូនទៅចង្កាលនឹងកូននឹងត្រូវស្លាប់ចោលយើងជាពិសេសកូនជាទីស្រឡាញ់នឹងទៀតនឹងបើស្លាប់ចោលយើងតើយើងទ្រាំបានទេណាយើងពិបាកទេណាហ្នឹងអាការអត់មានភរិយាអត់មានកូនអញ្ចឹងគុណចាស់សុខថ្ងៃណាស្លាប់យើងស្លាប់តែឯងគ្មានណាយំជាមួយយើងទេហ្នឹងអាហ្នឹងយើងស្រួលហើយយើងក៏គ្មានរងចាំយំសម្រាប់អ្នកណាហើយយើងអត់ពិបាករលុយទិញដីណាយើងអត់មានពិបាករលុយធ្វើផ្ទះណាយើងមានភរិយាមានកូនហើយមិនមែនទៅនៅជាមួយគេបានណាឬក៏យើងអាងថាម៉ែទុក1ហិកតាឲ្យដែរគឺទៅធ្វើផ្ទះនៅឯនោះណាវាមិនមែន